សួស្តីនេះទាំងអស់គ្នាខ្ញុំម៉ូសាកែយើងមកបន្តសាច់រឿងរបស់យើងពលឺថ្ងៃក្នុងមន្ទីរក្រមដីភាគទី5របស់យើងទៀតតែមុននឹងចូលសាច់រឿងរបស់យើងហ្នឹងអ្នកទាំងអស់គ្នាជួយចែក like comment subscribe និងសញ្ញារូបកន្ទើឲ្យខ្ញុំផងណាចឹងហើយកុំមកខាប់ពេកយើងចូលសាច់រឿងរបស់យើងទៅដោយនៅក្នុងផ្នែកមួយនេះតួស្រីយើងបានសម័យនៅពេលដែលតួប្រុសយើងហ្នឹងបានធ្វើឲ្យក្មេងប្រុសម្នាក់បានបែកក្បាលហូចឈានៅឯមកកម្មចដាផ្ទះរបស់គាត់នឹងឯងហើយនាងក៏បានឃើញហេតុការណ៍ទាំងនោះផងដែរហើយស៊ូអ៊ូនឹងចង់សួរទៅកាន់វ៉ុនយុកណាថាវ៉ុនយុកនឹងគឺជាអ្នករុញគាត់មែននៅភាគមុនហ្នឹងអេមីនមើលច្រឡំអេមីនស្មានតែឪពុករបស់គាត់ក៏ប៉ុន្មានទេមិនត្រឹមតែប៉ុណ្្នឹងនោះទេនាងថែមទាំងគិតថាគាត់នឹងមិនបានតែនាងនឹងឲ្យជាប់នៅទីនេះដោយអចេតនាតែម្ដងពីព្រោះដោយសារតែគាត់នឹងបានខឹងនឹងខ្ញុំដែលបានបោះបង់គាត់ចោលមែនទេគាត់កំពុងតែសងសឹកមកកាន់ខ្ញុំដោយចាក់សោកខ្ញុំនឹងឲ្យជាប់នៅទីនេះម្យ៉ាងទៀតខ្ញុំក៏មិនអាចរកគេខ្លួនផងដែរព្រោះអីធ្វើបានចោលហើយនឹងនាងក៏បានសម័យនៅពេលដែលទូប្រុសយើងនឹងបាននិយាយប្រាប់មកកាន់នាងហើយនៅពេលហ្នឹងគាត់មិននិយាយថានាងនឹងបានបិទទ្វារនឹងខ្លាំងពេកដែលមិនដោយទ្វារនឹងបានជាប់ចឹងហើយនាងមិនចាំបាច់ព្យាយាមបើកវាទេគ្រាន់តែចំណាយថាមពលអបយោជន៍នឹងហើយនៅពេលហ្នឹងនាងក៏បានហៅទៅកាន់វ៉ុនយកដោយសារតែនាងចង់សាកសួរទៅកាន់គាត់វ៉ុនយកក៏លោកហាក់ដូចជាស្គាល់បន្ទីក្រំដីនេះច្បាស់ណាស់ចឹងហើយលោកបាននៅទីនេះយូរប៉ុណ្ណាហើយគាត់នឹងក៏បានឆ្លើយទៅសម្រាប់រយៈពេលពី3ឆ្នាំមកហើយនាងលើអញ្ចឹងនាងក៏បានគិតដែរដូច្នេះគាត់ក៏ធ្លាប់ជាប់នៅទីនេះពីមុនមកហើយនោះមានន័យថាគាត់ដឹងពីរបៀបបើកវារួចទៅហើយយ៉ាងណាក៏ដោយខ្ញុំគួរតែសុំឲ្យគាត់នឹងប្រាប់ពីរបៀបចាស់ចេញហើយលោកបងវ៉ុនយកឃើញថាតួស្រីយើងតាមគាត់អញ្ចឹងគាត់ក៏បានប្រាប់ដែរនិយាយអញ្ចឹងយើងមិនចាំបាច់ដើរតាមខ្ញុំទេតួស្រីយើងនៅលើអញ្ចឹងទៅនាងក៏បានរកឡើងដើម្បីនិយាយប្រាប់ទៅកាន់គាត់ហើយយ៉ាដោយសារតែខ្ញុំនឹងគ្រាន់តែមិនធ្លាប់មកទីនេះអញ្ចឹងហើយខ្ញុំរៀនភ័យខ្លាចបន្តិចហើយនាងបានគិតថានេះជាឱកាសរបស់នាងហើយអញ្ចឹងហើយនាងគួរតែប្រព្រឹត្តដូចជាខ្លួនឯងនឹងកាលពីមុនអញ្ចឹងបន្តមកនាងនឹងធ្វើឲ្យវ៉ុនយកនឹងជឿទុកចិត្តមកកាន់នាងដោយសារតែមានតែគាត់ទេដែលអាចបើកទ្វារនឹងបានហើយបន្ទាប់ពីនាងបានគិតបែបនោះនៅក្នុងពេលជាមួយនឹងគ្នាផងដែរនាងក៏បានប្រទះឃើញទ្វារមួយដែលខុសពីគេបន្ទាប់ពីនាងបានឃើញបែបនោះនាងក៏បានគិតផងដែរថាហេតុអីមិនជាវាមានពណ៌ខុសគេអញ្ចឹងតើវាមានន័យថាម៉េចហើយវ៉ុនយកឃើញអញ្ចឹងទៅគាត់ក៏បានប្រាប់ដែរថាទ្វារនឹងបានចប់សោបាត់ហើយបន្ទាប់ពីនឹងពួកគេទាំងពីរក៏បានធ្វើដំណើរបន្តទៅមុខទៀតបន្ទាប់ពីនោះយើងឃើញវ៉ុនយកនឹងបានបើកភ្លើងបន្ទប់មួយចំណែកស៊ូអ៊ូឃើញអញ្ចឹងនាងក៏បានគិតផងដែរថាវានឹងគឺជាមន្ទីរពេទ្យមែនបន្ទាប់ពីនោះវ៉ុនយកគាត់មិនបានគិតអីច្រើននោះទេគាត់បានទៅអង្គុយនៅលើក្រែពេទ្យនឹងហ្មងទៅគាត់នឹងក៏បានយកបង់រងរបួសដើម្បីរងរបួសរបស់គាត់ហើយនាងឃើញអញ្ចឹងទៅនាងក៏បានគិតផងដែរថាវានឹងគឺជាអាការរបស់នាងដើម្បីតែនាងនឹងយកចិត្តកូនប្រុសរបស់គេហើយក៏បានទៅអង្គុយក្បែរគាត់ហើយគាត់ឃើញអញ្ចឹងក៏រៀងឆ្ងល់ដែរស៊ូអ៊ូយើងនេះបន្ទាប់ពីអង្គុយចិត្តកូនប្រុសគេហើយនាងក៏បានរកនឹងដើម្បីសួរទៅកាន់គាត់មិនយកតើលោកនឹងឈឺចាប់ខ្លាំងអត់តួប្រុសរបស់យើងនឹងបន្ទាប់ពីលើតួស្រីនឹងនាងសួរអញ្ចឹងទៅគាត់ក៏បានផ្អាកសកម្មភាពរបស់គាត់ហើយបន្ទាប់មកគាត់ក៏បានកលែងមើលទៅកាន់នាងនៅតែបន្តនិយាយទៅកាន់គាត់ថាវាមើលទៅអាក្រក់មើលខ្លាំងណាស់តែនៅក្នុងចិត្តរបស់នាងបែរជាគាត់អញ្ចែវិញខ្ញុំនឹងព្យាយាមធ្វើឲ្យគាត់នឹងបើកចិត្តឲ្យធ្វើពុនជីព្រួយបារម្ភពីគាត់អញ្ចឹងវាអាចដំណើរការបានមកហើយវាក៏ជាអាការល្អបំផុតផងដែរសម្រាប់ខ្ញុំនៅពេលនេះហើយស៊ូអ៊ូនេះនៅតែព្យាយាមសួរទៅកាន់គាត់ថាតើគាត់នឹងមានរឿងអ្វីកើតឡើងចំពោះគាត់ទៅប៉ុន្តែវ៉ាន់យកគាត់បែរជាមិនបានតើឬឆ្លើយនឹងសំណួររបស់នាងនោះទេគាត់បែរជាខឹងទៅកាន់នាងទៅវិញហើយតួស្រីនាងឃើញអញ្ចឹងទៅនាងក៏រៀងឆ្ងល់ដែររងចាំសិនរឿងទាំងនេះអាចធ្វើឲ្យគាត់នឹងកាន់តែធ្ងន់ធ្ងរមែនឬនាងក៏បាននិយាយប្រាប់បញ្ជាក់ទៅកាន់គាត់ផងដែរយើងមិនចាំបាច់ប្រាប់ខ្ញុំទេប្រសិនបើយើងនឹងមិនចង់ប្រាប់នោះតួស្រីយើងក៏បានឃើញផងដែរថាការសួរសំណួររបស់នាងបែបនេះវាកាន់តែធ្វើឲ្យគាត់នឹងមិនពេញចិត្តនឹងធ្ងន់ធ្ងរលើសដើមហើយបន្ទាប់មកនាងក៏បានផ្លាស់ប្ដូរប្រធានបទបើមិនចឹងទេចាប់ជាមិនខាននោះឡើយនិយាយអញ្ចឹងវាមិនពិបាកទេឬក្នុងការរុំដៃរបស់លោកដល់ខ្លួនឯងអញ្ចឹងនេះបានហើយតើខ្ញុំនឹងជាអ្នកជួយលោកឯងវិញវ៉ាន់យកឃើញនាងនិយាយអញ្ចឹងក៏រៀបអត់យកអំពីនាងផងដែរតែទោះជាយ៉ាងណាក៏ដោយគាត់ក៏បានប្រាប់ទៅកាន់នាងថាវាមិនអីទេនាងនឹងប្រឡាក់ឈាមហូបពីពេញខ្លួនឯងមិនខានទេចាខ្ញុំយល់ហើយអញ្ចឹងប្រសិនបើជាលោកនឹងនិយាយអញ្ចឹងហើយនឹងតួស្រីយើងក៏បានសង្កេតឃើញផងដែរថាតួប្រុសយើងមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ហើយគាត់ហាក់បីជាចម្លើយអំពីឈាមមួយនឹងប៉ុន្តែទោះជាយ៉ាងណាក្តីតួស្រីយើងនៅតែរឹងរូសហេតុតែចង់យកចិត្តគេអញ្ចឹងណារៀងពិបាកហើយនាងនៅតែនិយាយប្រាប់ទៅកាន់គាត់នេះវាមិនអីទេអញ្ចឹងខ្ញុំនឹងជួយយកកន្ត្រៃឲ្យលោកហើយចំណែកវ៉ាន់យកក៏បានចាប់អារម្មណ៍ឃើញផងដែរប៉ុន្តែគាត់មើលទៅហាក់បីជាសង្ស័យទៅកាន់នាងច្រើនជាងហើយអ្នករកកន្ត្រៃឲ្យគេនឹងពិតជាអាឡាខ្លាំងមែនទែនបីតែស្បែកជើងក៏ជ្រុះដែរហើយនាងគាត់ថាប្រហែលជាកន្ត្រៃនឹងនៅខាងក្រោមហ្នឹងហើយនៅក្នុងពេលជាមួយនឹងគ្នាផងដែរវ៉ាន់យកនឹងស្រាប់តែចាប់កជើងទៅកាន់ស៊ូអ៊ូគាត់នឹងបាននិយាយទៅកាន់ស៊ូអ៊ូថាស៊ូអ៊ូនឹងគឺបានចោលអំបែងកញ្ចក់នៅបាតជើងរបស់នាងហើយចឹងហើយយើងនឹងនៅឲ្យស្ងៀមទៅចាំខ្ញុំនឹងជួយទាញឲ្យហើយយើងបានឃើញថាស៊ូអ៊ូនឹងពិតជាភ័យខ្លាំងមែនទែនស៊ូមកចាប់កជើងគេអញ្ចឹងមិនឲ្យគេភ័យមិនបីតែនាងក៏មិនចង់ជឿផងដែរដែលគាត់នឹងបានចាប់កជើងនាងបែបនោះតមកនាងក៏បានប្រាប់ទៅកាន់គាត់ផងដែរថាវាមិនអីទេខ្ញុំអាចធ្វើវាដោយខ្លួនឯងបានតើប៉ុន្តែលោកបងវ៉ុនយកយើងនឹងមិនបានស្ដាប់ការនិយាយរបស់នាងនោះទេគាត់ក៏បានចាប់ទាញវាចេញមកហើយបាននិយាយទៅកាន់នាងមានកញ្ចក់បាយច្រើននៅក្នុងច្រករបៀងដូច្នេះត្រូវពេលស្បែកជើងវាកូនបាល់នឹងឲ្យជាប់ជានិច្ចទៅតួប្រុសយើងបន្ទាប់ពីនិយាយអញ្ចឹងហើយគាត់ក៏បានឈោងដៃនឹងទៅយកបងបិននឹងបិទកន្លែងរបួសរបស់នាងទៅហើយនាងឃើញអញ្ចឹងទៅនាងមានអារម្មណ៍ថាអ៊ីនទៅកាន់គាត់មែនទែននាងក៏បានសម្លឹងមើលទៅកាន់គាត់
ខ្លួនឲ្យគាត់សម្លឹងមើលទៅកាន់នាងស៊ូអ៊ូមិនតបពីឃើញថាទូប្រុសយើងនឹងសម្លឹងមើលទៅកាន់នាងចឹងនាងបានក្រោកឈរយ៉ាងលឿនតមកនាងក៏បាននិយាយបង្វែរស្ថានភាពសំបីតែម៉ូរបស់វ៉ាន់យ៉ងក៏ស៊ូអ៊ូយើងនឹងក៏មិនបានមើលទៅកាន់គាត់ផងដែរនាងក៏បាននិយាយទៅពួកយើងគួរតែតកេងទៅឥឡូវនេះខ្ញុំក៏ជាមនុស្សម្នាក់នឹងត្រឡប់ទៅមុនគេមិញថាមកយកចិត្តគេតែឥឡូវគេយកចិត្តវិញមួយបាត់ហើយនាងនិយាយចឹងហើយនាងក៏បានរត់ទៅគេមុនបាត់ទៅហើយគាត់នឹងក៏បានសម្លឹងមើលការចាស់ចេញរបស់នាងផងដែរហើយនៅពេលដែលស៊ូអ៊ូនាងកំពុងតែគេនឹងនាងបានចេះអារម្មណ៍ថាវ៉ាន់យ៉ងនឹងគាត់កំពុងតែរសើរតែម្នាក់ឯងតួស្រីយើងមិនទៅពីឃើញគាត់គេបែបហ្នឹងនាងក៏បាននឹកឃើញនៅពេលដែលគាត់នឹងកំពុងតែយកបងបិទនឹងបិទបាតជើងឲ្យនាងតែនៅក្នុងចិត្តនាងអានេះវិញនៅតែបន្តគិតឲ្យគិតទៀតថាគាត់នឹងនៅតែស្អប់មកកាន់នាងហើយឥឡូវហ្នឹងនាងមិនដឹងថាគួរតែគិតអ្វីនោះទេទោះជាយ៉ាងណាក៏ដោយនាងក៏មិនចង់គិតសាំញ៉ាំច្រើនអីនោះទេនាងបានប្រាប់មកកាន់ខ្លួនឯងថានាងគួរតែកេងទៅក្រែងមានអ្វីមួយកើតឡើងជាមិនខាននោះឡើយប៉ុន្តែឥឡូវនេះដោយសារតែនាងបានអស់កម្លាំងពេញខ្លួនរលីងតែម្ដងចង់ឲ្យនាងមានអារម្មណ៍ថាងងុយកេងខ្លាំងណាស់ហើយវិញទៀតនាងនៅតែប្រាប់មកកាន់ខ្លួនឯងម្ដងហើយម្ដងទៀតថានាងនឹងគួរតែដឹងខ្លួនបើមិនអញ្ចឹងតែនាងខ្លាចតួប្រុសនឹងចង់ធ្វើអីមកកាន់នាងអីអញ្ចឹងណាប៉ុន្តែភ្នែករបស់នាងនឹងបានបិទទៅហើយតួប្រុសយើងបន្ទាប់ពីឃើញថាតួស្រីយើងបានកេងអញ្ចឹងទៅគាត់ក៏បានមករោនាងហើយឈរសម្លឹងមើលតកានាងយ៉ាងចម្លែកយកតែម្ដងហើយយើងឃើញថាគាត់សម្លឹងមើលតកានាងអញ្ចឹងមែនប៉ុន្តែគាត់អត់មានបានធ្វើអីនោះទេគាត់នឹងបន្ទាប់ពីសម្លឹងមើលតកាន់តួស្រីយើងហើយគាត់នឹងក៏បានកលេចមើលទៅកាន់កន្លែងទូលីមួយដើម្បីឲ្យគាត់នឹងប្រាស់ខ្លួនដើម្បីកេងក្បែរនាងតួប្រុសរបស់យើងនឹងបន្ទាប់ពីដាក់ខ្លួនកេងនៅក្បែរតួស្រីយើងហើយនឹងគាត់បានសម្លឹងមើលតកាន់ដៃរបស់នាងត្រឹមតែប៉ុណ្្នឹងនោះទេគាត់បាននឹកសម័យនៅពេលដែលគាត់នឹងបានចាប់កាន់ដៃរបស់នាងកាលពីអតីតកាលហ្នឹងនៅពេលដែលនឹកឃើញរឿងទាំងអស់ហ្នឹងហើយគាត់ក៏បានចាប់ផ្ដើមលេងទៅនឹងម្រាមដៃរបស់នាងដោយគាត់បាននិយាយថាតួស្រីយើងហ្នឹងគឺថានៅតែមិនបានផ្លាស់ប្ដូរអ្វីទាំងអស់គឺនៅតែដដែលតួផលរបស់យើងហ្នឹងបន្ទាប់ពីបាននិយាយបែបនោះហើយគាត់ក៏បានបិទភ្នែកកេងនៅទៅនៅពេលដែលគាត់នឹងកំពុងតែកេងហ្នឹងគាត់ក៏បានស្បឹងឃើញនៅពេលដែលគាត់នឹងនៅក្មេងហ្នឹងត្រូវបានម្ដាយរបស់គាត់នឹងបាននិយាយមកកាន់គាត់ថាគាត់នឹងមើលទៅដូចទៅនឹងឪពុករបស់គាត់អញ្ចឹងថែមទាំងមានរូបរាងច្រើនជាងអ្វីដែលវ៉ាន់យ៉ងនឹងធ្លាប់ធ្វើទៅទៀតនៅភ្លាមនឹងម៉ារបស់តួប្រុសចាប់ផ្ដើមច្បាច់ស្មារបស់គាត់គឺកាន់តែខ្លាំងមិនត្រឹមតែប៉ុណ្្នឹងនោះទេគាត់ថែមទាំងច្បាច់ករបស់កូនប្រុសរបស់គាត់ទៀតហើយនៅក្នុងដំណើរគ្នានឹងផងដែរគាត់ក៏បានភ្ញាក់ពីគេងប៉ុន្តែគាត់ក៏បានចាប់ផ្ដើមច្បាច់ករបស់គាត់នឹងដូចទៅនឹងយសរបស់គាត់ផងដែរឡើងចង់ដាច់ខ្យល់ម្យ៉ាងវិញទេសំបីតែកបិតរបស់គាត់នឹងក៏បានលេចចេញមកដែរបន្ទាប់មកវ៉ាន់យ៉ងក៏បានក្រោកឡើងដោយសម្លឹងមើលទៅកាន់ស៊ូអ៊ូដោយចង់ដឹងថាស៊ូអ៊ូនឹងមានឃើញសកម្មភាពរបស់គាត់អំបញ្ញមិញអត់ហើយនៅពេលដែលវ៉ាន់យ៉ងបានសម្លឹងមើលទៅកាន់ស៊ូអ៊ូនឹងគាត់ឃើញថាស៊ូអ៊ូនឹងនៅតែកេងដដែលបន្ទាប់ពីវ៉ាន់យ៉ងឃើញចឹងទៅគាត់មានអារម្មណ៍ថាធូរចិត្តមកវិញនៅគ្រានឹងគាត់ក៏បានច្រកដៃដើម្បីឲ្យទៅចិត្តនាងប៉ុន្តែនៅពេលហ្នឹងវ៉ាន់យ៉ងបានធ្វើឲ្យអវ័យរបស់តួស្រីយើងនឹងត្រូវបានដួលកពប់យកតែម្ដងហើយគាត់ឃើញចឹងទៅគាត់ក៏បានកលែងមើលពេលដែលគាត់នឹងកំពុងតែកលែងមើលហ្នឹងគាត់ក៏បានប្រទះភ្នែកឃើញទៅនឹងកញ្ចក់ពណ៌ខ្មៅពីរនោះហើយនៅពេលដែលគាត់បានឃើញអាកញ្ចក់ខ្មៅពីរហ្នឹងគាត់ឡើងកាំងស្ដោយយកហ្មងឡើងនិយាយលេងចេញយកតែម្ដងបន្ទាប់ពីវ៉ាន់យ៉ងបានឃើញចឹងប្រហែលជាគាត់អាចនឹងយកច្រឡំតែនឹងតួស្រីឲ្យមើលទៅប៉ុន្តែទោះជាយ៉ាងណាក៏ដោយសាច់រឿងរបស់យើងនឹងក៏បានបញ្ចប់តែត្រឹមនេះរងចាំនៅពេលក្រោយណាបាយបាយអញ្ញា